Chàថ្ងៃនេះថ្ងៃ11ខែ5គឺជាថ្ងៃទិវានៃក្តីស្រឡាញ់ចំពោះអ្នកម្ដាយចាចឹងទៅខ្ញុំនាំកូនចៅខ្ញុំដើម្បីគ្រប់ប្រតិបត្តិលោកអ្នកមានគុណទាំងពីរចាខ្ញុំតែងតែនាំពួកគាត់ធ្វើជារឿយចាមិនថាថ្ងៃខួបកំណើតឬមួយក៏ថ្ងៃចូលឆ្នាំអីហ្នឹងគឺខ្ញុំតែងតែនាំពួកគាត់ធ្វើរឿងទាំងនេះដើម្បីជាការដឹងគុណដល់លោកអ្នកមានគុណដែលគាត់បានចាំបីបាច់ថែរក្សាពួកយើងទាំងអស់គ្នាណាហើយគាត់មើលពួកយើងតាំងពីកើតរហូតដល់ធំមានក្រុមគ្រួសារហើយក៏លោកនៅតែមើលថែដល់កូនដល់ចៅយើងទៀតហ្នឹងហើយអញ្ចឹងទៅខ្ញុំក៏នាំពួកគាត់ធ្វើអញ្ចឹងសូមឲ្យបងប្អូនមិត្តភក្តិទាំងអស់ហ្នឹងនាំកូនគ្រប់ប្រតិបត្តិព្រះរស់នៅក្នុងផ្ទះនឹងជារឿយដើម្បីជាទម្លាប់កុំឲ្យពួកគាត់មានការខ្មាស់អៀនចាព្រោះទៅក្តៅយើងអាចជំរាបសួរយើងអាចសំពះអ្នកដទៃបងប្អូនបានហេតុអីក៏យើងមិនអាចលើកដៃដើម្បីថ្វាយបង្គំព្រះរស់នៅក្នុងផ្ទះបានអញ្ចឹងខ្ញុំនាំពួកគាត់ធ្វើការងារគ្រប់ប្រតិបត្តិព្រះរស់នៅក្នុងផ្ទះហ្នឹងជារឿយអញ្ចឹងហ្នឹងហើយក៏សង្ឃឹមថាបងប្អូនបានធ្វើដូចខ្ញុំដែរចាហើយលោកក៏ធ្លាប់មានពុទ្ធកាលដែរថាកាលណាយើងគោរពប្រតិបត្តិព្រះរស់នៅក្នុងផ្ទះបានជារឿយបុណ្យកុសលដែលយើងធ្វើហ្នឹងគឺបានច្រើនជាងយើងទៅគ្រប់ប្រតិបត្តិព្រះនៅក្នុងវត្តទៀតហ្នឹងហើយអញ្ចឹងហើយសូមចូលធ្វើជារឿយដាក់លោកអ្នកមានគុណចាហើយខ្ញុំក៏សូមជូនពរព្រះរស់ទាំងអស់ទាំងប៉ាម៉ាក់ខ្ញុំទាំងប៉ាម៉ាក់ក្មេកក៏ដូចជាប៉ាម៉ាក់ទូទៅនៅក្នុងសកលលោកឲ្យមានសុខភាពល្អមានកម្លាំងពលំមាំមួនមានអាយុយឺនយូរហើយនៅជាម្លប់ដល់កូននិងចៅមើលឃើញការរស់នៅរបស់កូននិងចៅបានយូរអង្វែងទៅទៀតទាំងអស់គ្នាអរគុណជំរាបលា